វាកាត់ឲ្យនៅបងបានបងហក់លោតយ៉ាងនេះសុំទោសណាដែលសួរណាបងអត់អីទេអូនតាមពិតទៅបងមិនមែនវះកាត់ទេបងគ្រាន់តែព្យាបាលជំងឺចាតម្រង់នោមតែប៉ុណ្ណោះតោះបងប្អូនថ្ងៃនេះនាងខ្ញុំនឹងឆ្លើយសំណួរបងប្អូនតាមសួរនាងខ្ញុំបារម្ភនាងខ្ញុំអរគុណច្រើនណាហ្វេនជាទីគោរពរបស់នាងខ្ញុំជម្រាបសួរលោកពុកអ្នកម្ដាយលោកពូអ្នកមីងបងប្អូនកើនជាទីស្រឡាញ់ជំងឺតម្រង់នោមរបស់នាងខ្ញុំហ្នឹងឥឡូវនេះត្រូវបានជា80%អីបងប្អូនចាដោយសារតែនាងខ្ញុំឡើងទៅមើលកន្លែងចំចាជាទូទៅនាងខ្ញុំមានជំងឺហ្នឹងអាការៈដែលធ្វើទុកខ្លាំងជាងគេនៅពេលកូវីដបងប្អូនលក្ខណៈមួយឆ្នាំចូលពេទ្យ3បណ្ដងបងប្អូនគេថាជំងឺនាងខ្ញុំហ្នឹងគឺជាជំងឺបាក់ទឹកចិត្តដែលបណ្ដាលឲ្យរលាកតម្រង់នោមបងប្អូននៅពេលដែលនាងខ្ញុំធ្វើទុកខ្លាំងហ្នឹងគឺរយៈពេល3-4 ខែហ្នឹងបងប្អូននាងខ្ញុំចេញលក់កំឈីនាងខ្ញុំអង្គុយរហូតតាំងពីម៉ោង8ព្រឹករហូតដល់ម៉ោង11-12យប់បងប្អូនហើយនៅពេលដែលនាងខ្ញុំអង្គុយយូរទៅតម្រង់នោមរបស់នាងខ្ញុំលក្ខណៈចុកជុះឈឺផ្សាហើយជុះរហូតបងប្អូនក្នុងមួយយប់ជុះ7ដងទៅ10ដងបាត់ជើងតូចហ្នឹងនាងខ្ញុំក៏សម្រេចចិត្តទៅព្យាបាលនៅសិង្ហបុរីហ្នឹងបងប្អូនឥឡូវហ្នឹងជាបាន80%ហើយបងប្អូនអរគុណណាបងប្អូនដែលព្រួយបារម្ភចំពោះជំងឺនាងខ្ញុំតោះស្ដាប់ជាមួយនាងខ្ញុំណាទី1គឺគេព្យាបាលដោយ scan ចាក៏ដូចជាជុះឈាមព្រមទាំងចាពិនិត្យទឹកនោមចានៅពេលដែលគេឆែកអានឹងមុនទៅបានគេឃើញនាងខ្ញុំនឹងមានដុសផ្សិតចាកន្លែងពហុនោមហ្នឹងក៏គាត់នឹងចោះរំវិជាសាសគេនឹងខ្ញុំអត់ដឹងទេណាបងប្អូនដើម្បីឲ្យទឹកនោមដែលដក់រាប់ឆ្នាំហ្នឹងនៅក្នុងផ្លោកនោមនាងខ្ញុំហ្នឹងចេញបងប្អូនចាហើយនៅពេលដែលចេញអស់ហើយគេបានវាយថ្នាំឲ្យនាងខ្ញុំលេបប្រហែលជា7 ខែបងប្អូនចានេះខ្ញុំលេបថ្នាំ7 ខែហើយបន្ទាប់មកគឺគេបានដាក់ថ្នាំសម្រាប់មេរោគនៅក្នុងផ្លោកនោមនាងខ្ញុំឲ្យអស់ឥឡូវហ្នឹង80%ជាបងប្អូនចាហើយគេឲ្យនាងខ្ញុំនឹងតមដែរតមនឹងតមធ្វើអីបងប្អូនតមធ្វើការធ្ងន់តមអង្គុយយូរម៉ោងបងប្អូនចាអញ្ចឹងនាងខ្ញុំពីមុននាងខ្ញុំអត់ដឹងបងប្អូនអើយចេះតែលេបថ្នាំផ្ដេសផ្ដាស់ឲ្យធ្វើការធ្ងន់ហើយអង្គុយយូរដល់ពេលអញ្ចឹងមានប្រសើរណាបងប្អូនកាន់តែយ៉ាប់ទៅឥឡូវហ្នឹងគឺបងប្អូនបើសិនជាបងប្អូនមានអាការៈហ្នឹងគឺបងប្អូនកុំធ្វើការធ្ងន់ណាបងប្អូនចាហើយកុំអង្គុយយូរពេកនៅពេលអង្គុយយូរទៅវាលក្ខណៈទល់ទៅធ្វើឲ្យយើងនោមញឹកនោមឈឺបងប្អូនឥឡូវហ្នឹងនាងខ្ញុំជាហើយអញ្ចឹងហើយអរគុណណាបងប្អូនដែលព្រួយបារម្ភចំពោះនាងខ្ញុំសូមបងប្អូនថែសុខភាពផងណាហូបទឹកឲ្យបានគ្រប់គ្រាន់ណាបងប្អូនពេលដែលកូននោមទៅជួសភ្លាមកុំកឹបដូចនាងខ្ញុំនៅពេលដែលកឹបយូរទៅបងប្អូនអើយប៊ីយឺតពេលបងប្អូនឥឡូវនេះនាងខ្ញុំធូរស្បើយហើយអរគុណណាបងប្អូនណាថែសុខភាពទាំងអស់គ្នាហេ